ថ្ងៃនេះប្រពៃរបស់យើងចាប់ផ្ដើមរកកើតកូនទៀតហើយអញ្ចឹងមេពណ៌ខ្មៅពីម្សិលមិញកើតពេលយប់អត់បានថតជូនបងប្អូនទស្សនាថ្ងៃនេះខ្ញុំមកថតតាំងមេឃភ្លៀងតែម្ដងដោយសារតែវាកូនពេលថ្ងៃអញ្ចឹងបើសិនជាប្រពៃយើងតែកូនហើយយើងអាចបានជួយវាអាចនឹងបកកកូនងាប់ឬក៏វាមានបញ្ហាផ្សេងៗអញ្ចឹងបើយើងនៅកន្លែងហ្មងគឺល្អសម្រាប់ប្រពៃយើងអាចជួយវាខ្លះដោយសារវាដូចកូនដូចកបីដែរមេខ្លះវាកូនឈរអញ្ចឹងវាអត់ដេកទេអញ្ចឹងវាកូនដើរចុះដើរឡើងធ្វើឲ្យកូននោះធ្លាក់មកអាចនឹងបាក់កឬក៏អីផ្សេងអញ្ចឹងបើយើងនៅយើងអាចចាប់វាផ្ដេកហើយយើងអាចជួយជូតគេហៅថាទឹកភ្លុះវាហ្នឹងបានអញ្ចឹងបើសិនជាយើងបានជួយជូតទឹកភ្លុះវាយើងអាចជួយបោសទឹកភ្លុះហ្នឹងវាឆាប់ស្ងួតរឿងដៃរឿងជើងលឿនហើយប្រពៃខ្លះពេលដែលវាកូនអញ្ចឹងវាផ្អើលវាការវាមានថាវាការពេលកូនវាឆើកូនវាអញ្ចឹងវាហក់ចុះហក់ឡើងវាធ្វើឲ្យជន់កូនងាប់ដែរអញ្ចឹងនេះសុទ្ធតែជាបញ្ហាអញ្ចឹងបើសិនជាមិនអោយមានបញ្ហាលុះត្រាតែយើងនឹងអង្គុយមើលវាមុំថាកូនវានឹងរឹងដៃរឹងជើងរយៈពេលប្រហែលជា2ម៉ោងវានឹងល្អវិញហើយប្រពៃបើសិនជាកូន3រៀងប្រហែលបន្តិចដោយសារដោះវាមាន2អញ្ចឹងបើសិនជាកូន2គឺល្អគ្រប់គ្រាន់របស់វាហ្មងតែបើកូន3បើមេយើងរៀងថ្លោតដែរអីតែមេយើងរៀងស្ទើរសាច់គឺប្រហែលបន្តិចអញ្ចឹងបើសិនជាមេយើងរៀងស្ទើរសាច់ដល់យើងជំនួយទឹកដោះក្រៅដូចយើងឲ្យកូនក្មេងអញ្ចឹងណាជំនួយវាអញ្ចឹងសារនេះគឺធ្លាក់មកបាន2គ្រាប់គឺឈ្មោះមួយញីមួយតែម្ដងអញ្ចឹងសម្រាប់បងស្រឡាញ់ពេញចិត្តសត្វអីអាចខមងក្នុងเพจរបស់ខ្ញុំបានតែប្រពៃខ្ញុំវាពិបាកផ្ញើបន្តិចដោយសារតែផ្ញើតាមកាពីតូអញ្ចឹងបើសិនជានៅចិត្តខេត្តកំពតទេបងប្អូនអាចមកមើលដល់ទីតាំងហើយអាចមកយកបានហើយសម្រាប់បងចង់បានព្រៀបទុនសាយកដៅបារាំងឬក៏មកនិស័យមកអីអានឹងយើងអាចផ្ញើបានក្រុមហ៊ុនកាពីតូធម្មតាតែបើប្រពៃហើយនឹងជ្រុកកដៅរបស់យើងគឺយើងបាក់រៀងផ្ញើបន្តិចដោយសារតែការរៀបចំយើងនោះដល់យើងដាក់កញ្ឆែងទៅខ្លាចវាបាក់កញ្ឆែងបាក់អីវារញ៉េរញ៉ៃដល់ខាងក្រុមហ៊ុនដល់បងខាងតកូនគាត់នឹងជូនអញ្ចឹងណាអញ្ចឹងខ្ញុំអត់ដាក់ការកំងទេចំពោះការស្រឡាញ់ឬក៏ការចង់បានបងអាចមកយកដល់ទីតាំងក៏បានដែរអញ្ចឹងបងដែលស្រឡាញ់ប្រពៃឬក៏ជ្រូកកដោអីអាចទៅមកខ្ញុំបានតាមរយៈTelegram 081 231 412ឬក៏បងអាចតាក់ទងតាមឆាត page Animal in Cambodia ក៏បានដែរអញ្ចឹងខ្ញុំអាចស៊ូឬក៏ណែនាំប្រាប់ពីវិធីផ្សេងៗក្នុងការចិញ្ចឹមសត្វផ្សេងៗព្រោះអីខ្ញុំចិញ្ចឹមច្រើនដែរហើយបញ្ជាក់បន្តិចខ្ញុំមិនមែនជាអ្នកជំនាញបបពិសោធន៍ទេគ្រាន់តែធ្លាប់ចិញ្ចឹមហើយធ្លាប់ដឹងតិចតួចព្រោះថាកោអញ្ចឹងយើងកើតអត់ចេញយើងជួយទាញជួយបំរុងជួយឲ្យយើងទៅប្រពៃយើងដូចគ្នាដូចគោដូចកបីដែរជ្រូកក៏យើងដូចគ្នាអញ្ចឹងការមើលថែការយកចិត្តទុកដាក់គឺសំខាន់មែនទែនហើយជាពិសេសពេលដែលវាចិត្តកើតកូននឹងមិនថាជ្រូកថាប្រពៃទេលើកលែងតែសត្វទុយដូចជាព្រាបដូចជាសរសៃនឹងវាអត់បញ្ហាទេប៉ុន្តែបើប្រពៃបើជ្រូកគោកបីនេះយើងត្រូវជួយវាខ្លះបើយើងអត់ជួយទេវាធ្វើឲ្យសត្វរបស់យើងមានបញ្ហាអូខេអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយ